ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ឯកសារខ្មោចថ្ងៃនេះខ្ញុំនឹងដឹកនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅកាន់រឿងព្រេងនិទានមួយរបស់ប្រទេសជប៉ុនដែលគេហៅថាជាប្រលឹងយោខាយប្រហែលជាបងប្អូនទាំងអស់គ្នាធ្លាប់ឮថាជនជាតិជប៉ុនមានជំនឿទៅលើប្រលឹងសត្វអាកកំបាំងជាច្រើនប្រភេទហើយសត្វដែលយើងនឹងលើកមកនៅថ្ងៃនេះគឺពិតជាពិសេសយ៉ាងខ្លាំងព្រោះវាបានក្លាយជានិមិត្តរូបដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 កាលពីឆ្នាំ2020និង2021កន្លងទៅនេះវាមានឈ្មោះថាអាម៉ាប៊ីតើមិត្តប្រវត្តិសម័យទេថាមានសត្វមួយដូចជានាងមច្ឆាដែលអាចទស្សន៍ទាយគ្រោះអាក្រក់ដែលនឹងអាចកើតឡើងប៉ុន្តែអាចជួយមនុស្សក្នុងពេលតែមួយតាមរឿងព្រេងអាណាប៊ីជាសត្វដែលរស់នៅក្នុងសមុទ្រវាមានរូបរាងប្លែកៗដូចជាក្បាលដូចជាមនុស្សស្រីដែលមានសក់វែងមាត់ដូចជំពូកសត្វស្លាបខ្លួនប្រាណគ្របដណ្ដប់ដោយស្រកានិងមានជើង4ជួនកាលមានជើង3ហើយនាពេលខ្លះទៀតគេបាននិយាយថានាងមានកន្ទុយដូចជាត្រីមច្ឆាអញ្ចឹងរឿងព្រេងដែលល្បីល្បាញបំផុតអំពីអាម៉ាប៊ីបានកើតឡើងនៅក្នុងខេត្ត Higo ដែលនាពេលបច្ចុប្បន្ននេះមានឈ្មោះថា Kumamoto ដែលនៅពាក់កណ្ដាលខេត្តអូសាភាឆ្នាំ1846មានវត្ថុចម្លែកមួយបានបញ្ចេញពន្លឺយ៉ាងខ្លាំងចេញពីសមុទ្ររៀងរាល់យប់អាជ្ញាធរម្នាក់ក្នុងតំបន់បានចុះទៅស៊ើបអង្កេតហើយក៏បានឃើញសត្វដ៏ចម្លែកមួយសត្វនោះបានលេចឡើងខ្លួនហើយបានធ្វើទំនាយទីថាចាប់ពីឆ្នាំនេះទៅដំណាំនឹងទទួលផលល្អរយៈពេល6ឆ្នាំប៉ុន្តែប្រសិនបើជំងឺរាតត្បាតកើតឡើងសូមគូរូបខ្ញុំហើយបង្ហាញរូបនោះទៅកាន់អ្នកដែលធ្លាក់ខ្លួនឈឺបន្ទាប់ពីនិយាយចប់វាក៏បានត្រឡប់ទៅសមុទ្រវិញនាសម័យនោះរឿងព្រេងមួយនេះត្រូវបានបោះពុម្ពទៅលើកាសែតប្រចាំថ្ងៃដែលធ្វើអំពីផ្ទាំងគំនូរឆ្លាក់ឈើមួយហៅថា Kawaraben ហើយត្រូវបានចែកចាយពាសពេញប្រទេសជប៉ុននេះជាមូលហេតុដែលបណ្ដាលឲ្យរឿងព្រេងអាម៉ាប៊ីល្បីល្បាញពេញផ្ទៃប្រទេសអ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះគឺអាម៉ាប៊ីមិនមែនជាសត្វតែមួយគត់ដែលរឿងព្រេងបែបនេះលេចឡើងនោះទេអ្នកស្រាវជ្រាវជឿថាឈ្មោះថាអាម៉ាប៊ីគឺជាការសរសេរខុសពីឈ្មោះអាម៉ាប៊ីខូដែលជាសត្វដែលមានរូបរាងប្រហាក់ប្រហែលហើយមានតាំងពីសម័យមុនអាម៉ាប៊ីបានកើតឡើងមកម្លេះអាម៉ាប៊ីខូក៏មានជើង3ជួនកាលមានជើង4ហើយត្រូវបានគេជឿថាអាចទស្សន៍ទាយគ្រោះកាចសាហាវហើយអាចការពារជំងឺដោយការបង្ហាញរូបភាពរបស់វាថែមទៀតផងប៉ុន្តែអ្វីដែលអ្នកស្រាវជ្រាវមួយចំនួនមិនទាន់ជឿលើរឿងនេះគឺរូបរាងរបស់វាខុសបន្តិចបន្តួចអាម៉ាប៊ីខូជួនកាលត្រូវបានគេវិពណ៌នាថាមានរាងដូចជាសត្វស្វាអមដោយរោមពេញខ្លួនពេលខ្លះទៅវាដូចជាតុក្កតាអញ្ចឹងហើយមានលក្ខណៈប្លែកដូចជាគ្មានដងខ្លួនឬជើងរបស់វាដុះចេញពីក្បាលតែម្ដងមានភ្នែកនិងត្រចៀកដូចមនុស្សហើយមាត់របស់វាបែរជាដូចសត្វស្វាទៅវិញរឿងព្រេងបែបនេះបានកើតឡើងនៅក្នុងឆ្នាំ1844រឿងព្រេងមួយទៀតមានឈ្មោះថា Amahiko no Mikoto ដែលត្រូវបានគេជឿថាប្រទះនៅក្នុងស្រែនៅក្នុងខេត្ត Niigata វាមានរាងដូចស្វាដែលគ្មានរោមឬក៏ដូចជាតុក្កតាអញ្ចឹងសត្វខាងលើនេះសុទ្ធតែបានបង្ហាញថាប្រជាជនជប៉ុននាសម័យនោះមានការភ័យខ្លាចចំពោះជំងឺរាតត្បាតហើយបានបង្កើតជំនឿបែបនេះដើម្បីស្វែងរកសេចក្តីសង្ឃឹមនិងការការពារតាមរឿងព្រេងអាម៉ាប៊ីជាប្រភេទយោខាយឬក៏ជាសត្វចម្លែកដែលមានសមត្ថភាពទស្សន៍ទាយរឿងព្រេងដែលខ្ញុំបានលើកឡើងខាងលើបានណែនាំថាអាម៉ាប៊ីអាចទស្សន៍ទាយទាំងរឿងល្អនិងរឿងអាក្រក់ក្នុងពេលតែមួយប៉ុន្តែអ្វីមួយដែលប្លែកគឺវាបានបង្ហាញនៅដំណោះស្រាយដើម្បីការពារខ្លួនពីជំងឺរាតត្បាតតាមរយៈការណែនាំឲ្យគូររូបរបស់វាហើយបង្ហាញរូបភាពរបស់វាទៅកាន់អ្នកឈឺអាម៉ាប៊ីបានក្លាយជានិមិត្តរូបនៃការការពារនិងការរំដោះពីគ្រោះកាចសាហាវវាប្រៀបដូចជាវេទមន្តអាគមមួយឬវត្ថុស័ក្តិសិទ្ធិសម្រាប់ប្រជាជនជប៉ុននាសម័យនោះដែលមិនទាន់មានចំណេះដឹងច្បាស់លាស់ពីផ្នែកវិទ្យាសាស្ត្រខ្ពស់នោះឡើយនិយាយឲ្យខ្លីទៅក្នុងសម័យបុរាណអាម៉ាប៊ីជានិមិត្តរូបនៃក្តីសង្ឃឹមនិងភាពភ័យខ្លាចដែលរួមបញ្ចូលគ្នាក្នុងរូបរាងតែមួយអាម៉ាប៊ីជានិមិត្តរូបបានវិលត្រឡប់មកវិញហើយមានប្រជាប្រិយភាពខ្លាំងជាងមុនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ COVID-19 នៅពេលនោះនិមិត្តរូបរបស់វាត្រូវបានបកស្រាយឡើងវិញតាមបែបសម័យទំនើបទី1វាជានិមិត្តរូបនៃក្តីសង្ឃឹមក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងភ័យខ្លាចនិងព្រួយបារម្ភ
ជំងឺ COVID-19 អាម៉ាប៊ីបានក្លាយជារូបភាពតំណាងឲ្យក្តីសង្ឃឹមនិងកម្លាំងចិត្តក្នុងការប្រយុទ្ធប្រឆាំងនៃជំងឺ COVID-19 ទី2វាបានក្លាយជានិមិត្តរូបនៃភាពសាមគ្គីគ្នាតាមរយៈការចែករំលែកគំនូររបស់អាម៉ាប៊ីនៅលើបណ្ដាញសង្គមមនុស្សជាច្រើនបានបង្ហាញពីសាមគ្គីភាពនិងការលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមកដើម្បីយកឈ្នះទៅលើជំងឺមួយនេះសូម្បីតែក្រសួងសុខាភិបាលជប៉ុនក៏ប្រើប្រាស់រូបភាពអាម៉ាប៊ីផងដែរដែលវាបានក្លាយជានិមិត្តរូបការយកឈ្នះជំងឺពីរឿងព្រេងរហូតដល់ក្លាយជានិមិត្តរូបការផ្សព្វផ្សាយជាផ្លូវការទី3វាបានក្លាយជានិមិត្តរូបនៃភាពធន់ការវិលត្រឡប់របស់រូបភាពអាម៉ាប៊ីបង្ហាញពីភាពធន់របស់វប្បធម៌ប្រទេសជប៉ុនដែលយកជំនឿចាស់មកប្រើប្រាស់ដើម្បីដោះស្រាយបញ្ហានាសម័យទំនើបវាបានបញ្ជាក់ថារឿងព្រេងបុរាណនៅតែមានអត្ថន័យហើយនៅមានតម្លៃនាពេលសព្វថ្ងៃនេះជារួមមកអាម៉ាប៊ីមិនមែនគ្រាន់តែជារូបភាពរបស់សត្វចម្លែកក្នុងរឿងព្រេងមួយប៉ុណ្ណោះទេវាបានក្លាយជានិមិត្តរូបដ៏មានឥទ្ធិពលតំណាងឲ្យក្តីសង្ឃឹមភាពធន់និងសាមគ្គីភាពរបស់ប្រជាជាតិនៅក្នុងការប្រឈមមុខនឹងគ្រោះថ្នាក់ដែលមើលមិនឃើញនៅក្នុងទេវកថារបស់ប្រទេសកម្ពុជាយើងដូចជាមិនមានសត្វចម្លែកណាមួយដែលមានលក្ខណៈដូចអាម៉ាប៊ីនោះឡើយពោលមិនមានសត្វដែលចេញមកពីសមុទ្រមកទាយពីជំងឺរាតត្បាតហើយណែនាំឲ្យគូរុកវាដើម្បីការពារជំងឺនោះឡើយទោះយ៉ាងណាក្តីក្នុងវប្បធម៌យើងមានគំនិតមួយដែលស្រដៀងនៃការការពារគឺការប្រើប្រាស់យ័ន្តអាចជាគំនូរឬលំនាំអក្សរមន្តអាគមដែលគេប្រើប្រាស់ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ជំងឺនិងអំពើអាក្រក់យ័ន្តត្រូវបានគេប្រើដែលគូលើក្រណាត់ឬជញ្ជាំងផ្ទះគំនិតទាំងនេះគឺស្របគ្នាទាំងស្រុងទៅលើការណែនាំរបស់អាម៉ាប៊ីដែលឲ្យមនុស្សគូរូបរបស់វាដើម្បីការពារខ្លួនពីជំងឺទាំងយ័ន្តនិងរូបអាម៉ាប៊ីគឺជាវត្ថុស័ក្តិសិទ្ធិដែលបង្កើតឡើងពីជំនឿដើម្បីផ្ដល់ក្តីសង្ឃឹមនិងការការពារសរុបមកអ្វីត្បិតតែមិនមានសត្វដូចអាម៉ាប៊ីទាំងស្រុងនៅក្នុងទេវកថាខ្មែរយើងក៏ដោយយើងក៏ឃើញមានថាជំនឿទៅលើការប្រើប្រាស់គំនូរជាវត្ថុស័ក្តិសិទ្ធិវត្ថុការពារគឺជាចំណុចមួយដែលវប្បធម៌ទាំងពីរមានលក្ខណៈស្រដៀងគ្នាខ្មែរនិងប្រទេសជប៉ុនក្រៅពីអត្ថន័យនៃសត្វអាម៉ាប៊ីតើវាអាចមានទេជាការពិតនៃសត្វដែលមានលក្ខណៈប្លែកបែបនេះខ្ញុំគិតថាសត្វដែលគេហៅថាអាម៉ាប៊ីមួយនេះអាចជាការពិតប៉ុន្តែមិនមែនសត្វចម្លែកអ្វីនោះទេអាចត្រឹមតែជាសត្វត្រីធម្មតាឬហើយការបកស្រាយនោះគឺជាការបកស្រាយប្រលឹះឬក៏ជាការយល់ច្រឡំការបង្កើតរឿងព្រេងដែលនិយាយអំពីសត្វដែលអាចការពារមនុស្សពីគ្រោះទុរភិក្សឬក៏គ្រោះជំងឺរាតត្បាតអាចជាប្រភេទនៃមធ្យោបាយមួយដែលធ្វើឲ្យមនុស្សមានអារម្មណ៍ថាអាចគ្រប់គ្រងឬជោគវាសនាខ្លួនឯងបាននៅក្នុងស្ថានភាពដែលមនុស្សមិនអាចគ្រប់គ្រងអ្វីមួយបានការណែនាំឲ្យគូរូបភាពរបស់អាម៉ាប៊ីអាចក្លាយជាសកម្មភាពដ៏សាមញ្ញនិងងាយស្រួលធ្វើការធ្វើសកម្មភាពបែបនេះអាចផ្ដល់ឲ្យមនុស្សនៅអារម្មណ៍នៃការគ្រប់គ្រងឡើងវិញលើស្ថានភាពដែលហាក់បីដូចជាគ្មានសង្ឃឹមវាជាអ្វីមួយដែលមនុស្សគ្រប់រូបអាចធ្វើបានដើម្បីចូលរួមប្រឆាំងនឹងគ្រោះកាចទោះបីជាមិនមានលទ្ធផលដែលអាចជួយតាមមធ្យោបាយធំដុំក៏ដោយវាបានបង្កើតនូវអារម្មណ៍នៃសាមគ្គីភាពហើយបានបង្ហាញថាយើងទាំងអស់គ្នាកំពុងប្រឈមមុខនឹងគ្រោះឬជំងឺរាតត្បាតមួយនេះទាំងអស់គ្នាដូច្នេះហើយការជឿជាក់ទៅលើសត្វចម្លែកអាម៉ាប៊ីមិនមែនជាការជឿជាក់លើវត្តមានរបស់សត្វនេះពិតប្រាកដនោះទេប៉ុន្តែវាជាការជឿជាក់លើអត្ថន័យនិមិត្តរូបរបស់វាតំណាងឲ្យសេចក្តីសង្ឃឹមភាពធន់និងសាមគ្គីភាពរបស់មនុស្សនៅពេលដែលប្រឈមមុខនឹងគ្រោះអាក្រក់នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺ COVID-19 សត្វអាម៉ាប៊ីបានក្លាយជានិមិត្តរូបដ៏ពេញនិយមបំផុតនៅលើបណ្ដាញសង្គម Twitter នៅក្នុងប្រទេសជប៉ុនអ្នកគូគំនូរម៉ាន់ហ្គាល្បីៗជាច្រើនបាននាំគ្នាគូររូបអាម៉ាប៊ីហើយបានបង្ហោះដើម្បីលើកទឹកចិត្តប្រជាជនជប៉ុនឲ្យមានកម្លាំងទឹកចិត្តប្រឆាំងនឹងជំងឺ COVID-19 ដោយបាននិយាយខាងលើសូម្បីតែក្រសួងសុខាភិបាលការងារនិងសុខុមាលភាពរបស់ប្រទេសជប៉ុនក៏បានប្រើប្រាស់រូបភាពរបស់អាម៉ាប៊ីដើម្បីធ្វើជាផ្ទាំងគំនូររូបភាពផ្សព្វផ្សាយនៃពិធីការទប់ស្កាត់ជំងឺ COVID-19 ផងដែររូបភាពរបស់វាត្រូវបានបោះពុម្ពទៅលើ mailនិងសម្ភារៈផ្សេងទៀតដើម្បីបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់សត្វចម្លែកក្នុងរឿងព្រេងមួយនេះវាមិនមែនជាតួអង្គក្នុងរឿងព្រេងនិទាននោះទេ
វាបានខ្លាចជានិមិត្តរូបនៃក្តីសង្ឃឹមសាមគ្គីភាពនិងការប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាចរបស់មនុស្សសរុបសេចក្តីមកអាម៉ាប៊ីជារឿងព្រេងដ៏គួរឲ្យចាប់អារម្មណ៍ដែលឆ្លុះបញ្ចាំងអំពីជំនឿនិងការភ័យខ្លាចរបស់មនុស្សនាពេលសម័យបុរាណវាក៏បានបង្ហាញឲ្យយើងឃើញថាវប្បធម៌និងរឿងព្រេងនិទានអាចរស់រានមានជីវិតហើយអាចវិលត្រឡប់មកវិញមកដើរតួយ៉ាងសំខាន់ក្នុងជីវិតរបស់យើងសូម្បីតែក្នុងយុគសម័យទំនើបបច្ចេកវិទ្យានេះក៏ដោយវីដេអូរបស់ខ្ញុំមួយនេះត្រូវបានបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនាប្រសិនបើមិត្តទាំងអស់គ្នាចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតជួបគ្នានៅពេលវេលាបន្តទៀតសូមអរគុណ